បាទសូមជម្រាបសួរក៏ដូចជាសួស្តីទៅដល់បងប្អូននិងសិស្សានុសិស្សទាំងអស់ដែលមានបំណងចង់សិក្សាជាភាសាអង់គ្លេសទាំងអស់គ្នាបាទអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំចង់បង្ហាញបងប្អូននឹងការលើកយកអំពីការសិក្សាសៀវភៅមួយដែលមានឈ្មោះថា Up and Away 2បាទអញ្ចឹងយើងចូលដល់ចំណុចនឹងមេរៀនទី4យកតែម្ដងបាទអញ្ចឹង Unit 4មេរៀនទី4 Our របស់ពួកយើង Your របស់អ្នកបាទ Vocabulary ពាក្យOkay, house ផ្ទះ house ផ្ទះ mother ម្ដាយ mother ម្ដាយ beautiful ស្រស់ស្អាត beautiful ស្រស់ស្អាត nice ល្អ nice ល្អ slow យឺត slow យឺត fast លឿន fast លឿន tuggle អណ្ដើក tuggle អណ្ដើក black ពណ៌ខ្មៅ black ពណ៌ខ្មៅ brown ពណ៌ត្នោត brown ពណ៌ត្នោត red ពណ៌ក្រហម red ពណ៌ក្រហម green ពណ៌បៃតង green ពណ៌បៃតង balloon ពេតប៉ោង balloon ពេតប៉ោងអញ្ចឹងបន្ទាប់ពីយើងសិក្សាពាក្យហើយយើងនឹងឈានចូលទៅដល់នឹងប្រយោគយកតែម្ដងបាទនេះគឺជាប្រយោគដែលយើងចាប់ផ្ដើមពីបាទមានពី number 1 ដល់ number 2 អូខេតោះ number 1 This is our house This is our house នេះគឺជាផ្ទះរបស់ពួកយើង Your house is beautiful Your house is beautiful ផ្ទះរបស់អ្នកគឺស្រស់ស្អាត Number 2 This is our mother This is our mother នេះគឺជាម្ដាយរបស់ពួកយើង Your mother is nice Your mother is nice ម្ដាយរបស់អ្នកគឺល្អបាទអញ្ចឹងបន្ទាប់ពីយើងសិក្សាប្រយោគទាំងអស់នេះហើយយើងនឹងតទៅមួយទៀតបាទតកតងជាមួយនឹងការ review បាទ personal pronoun មានន័យថារំលឹកសព្វនាមតខ្លួនបាទអញ្ចឹងក្នុងប្រយោគខាងលើដែលដាក់ពណ៌ផ្ទៃមេឃហ្នឹងគឺ fill in the blank with my your his her days or our អញ្ចឹងមានន័យថាបំពេញចន្លោះជាមួយនឹងពាក្យរបស់ខ្ញុំរបស់អ្នករបស់គាត់របស់នាងរបស់ពួកគេឬក៏របស់ពួកយើងបាទអញ្ចឹងវាមានទាំងអស់មាន3ចំណុចបាទទី1ចំណុចទី1ដែលត្រូវឲ្យយើងបំពេញបាទយើងបំពេញថាអូខេ number 1 my toggle is slow my toggle is slow អណ្ដើករបស់ខ្ញុំគឺយឺត your toggle is fast your toggle is fast អណ្ដើករបស់អ្នកគឺលឿនបាទ number 2 the dog is black the dog is black ឆ្កែរបស់ពួកគេបាទគឺពណ៌ខ្មៅ our monkey is brown our monkey is brown ស្វារបស់ពួកបាទយើងគឺពណ៌ត្នោតលេខ3 his balloon is red his balloon is red ពេតប៉ោងរបស់គាត់គឺពណ៌ក្រហម her balloon is green her balloon is green ពេតប៉ោងរបស់នាងគឺពណ៌បៃតងបាទអញ្ចឹងអធិស្ឋានកន្លែងត្រង់ចំណុចកន្លែង our ហើយនឹង day នេះគឺភ័ន្តច្រឡំកន្លែងបកប្រែកន្លែងទាំងមួយណាបងប្អូនណាបាទហើយបន្តមកទៀតយើងនឹងតទៅតំពមួយទៀតបាទគេដាក់ apostrophe s នេះគឺមានន័យថាវាជាកម្មសិទ្ធិឬក៏ជារបស់បាទអញ្ចឹងមានពីលេខ1ដល់លេខ6អូខេ number 1 until number 6 អូខេបន្តមកយើងនឹងចូលយកតែម្ដងបាទ number 1 curry dog is white curry's dog is white ឆ្កែរបស់ curry គឺពណ៌ស number 2 May's cat is orange May's cat is orange ស្វារបស់មេគឺពណ៌ទឹកក្រូច number 3 Larry's parrot is noisy number 3 Larry's parrot is noisy សត្វសេករបស់ Larry គឺរំខាន
Okay number 4 Charlie okay Charlie toggle is fast Charlie toggle is fast អណ្ដើករបស់ Charlie គឺលឿន number 5 Sandy's hair is long number 5 Sandy's hair is long សក់របស់ Sandy គឺវែង number 6 ហើយក៏ជាប្រយោគចុងក្រោយដែរបាទ Okay number 6 Jenny hair is short Jenny's hair is short Okay Jenny សក់របស់ Jenny គឺខ្លីណាសក់របស់ Jenny គឺខ្លីបាទអញ្ចឹងមេរៀននេះគឺសូមបញ្ចប់ត្រឹមតែប៉ុណ្្នឹងទេហើយបើសិនជាមានកំហុសឆ្គងសូមអធិស្ឋានហើយក្នុងការបើសិនជាបងប្អូនពេញចិត្តអាចធ្វើការ Subscribe Like ហើយនិង Share ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃបាទអរគុណសូមជម្រាបលា